ដោយសារតែពុកម៉ែបងប្អូនរតារាងប្រចាំសប្តាហ៍អត់ឃើញបងប្អូនដោយសារតែក្រុមហ៊ុន Facebook អាប់ដេតថ្មីបងប្អូនថ្ងៃនេះខ្ញុំបង្រៀនអំពីការរកកន្លែងដែលយើងត្រូវតែបំពេញប្រចាំសប្តាហ៍ថាចូលកន្លែងណាបងប្អូនឥឡូវចូលមកតាមខ្ញុំបងប្អូនយើងចូលមកតម្រង់ account page យើងចឹងមកបងប្អូនបន្ទាប់មកយើងចុច personal នេះមកបងប្អូននេះហ្នឹងហើយចុចទៅហ្នឹងមកអូខេចេញតម្រង់បែបនេះបងប្អូនតោះមកយើងចុចកន្លែង98នេះយើងចុចទៅហ្នឹងមកណាលឹបអូខេវានឹងចេញតម្រង់បែបនេះពុកម៉ែបងប្អូនបន្ទាប់មកយើងចុចកន្លែងរូបពៀននេះទៅនេះអូខេបន្ទាប់មកពុកម៉ែបងប្អូននឹងឃើញហើយនេះប៉ុន្តែបងប្អូនចុចមួយទៀតកន្លែងនេះពុកម៉ែបងប្អូនចុចទៅហ្នឹងមកអូខេនេះគឺជាតារាងប្រចាំសប្តាហ៍ដែលយើងបំពេញដែលខ្ញុំបំពេញហើយគឺវាចេញគ្រីសបែបនេះបងប្អូននេះគ្រីសបែបនេះចឹងខ្ញុំនៅខ្វះតែសរសេរមួយទៀតទេបងប្អូននេះគេឲ្យយើងសរសេរមួយទៀតគ្រប់15គឺគ្រប់របស់គេដែលគេឲ្យបំពេញមកបងប្អូនចឹងយើងធ្វើតាមហ្នឹងយើងចូលទៅឆែកតាមហ្នឹងបងប្អូនវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ